របៀបសម្អាតមេរោគនៅក្នុង TikTok ហើយនឹងធ្វើឲ្យទំហំ TikTok ហ្នឹងធំជាងមុនហើយនឹងដំណើរការបានល្អជាងមុនអញ្ចឹងដំបូងបងប្អូនចូលមកក្នុង TikTok ចូលមកតបមកបងប្អូនចូលកន្លែង profile បងប្អូនចូល profile ខាងក្រោមនេះបងប្អូនចុចលើ profile មកតបមកបងប្អូនកន្លែងមើលទៅខាងលើបងប្អូននឹងឃើញសញ្ញាត្រី3ខាងលើបងប្អូនចុចលើត្រី3ខាងលើហ្នឹងមកចុចពឹបតបមកវានឹងចេញពាក្យបែបនេះបងប្អូនជ្រើសរើសពាក្យ setting and privacy ខាងក្រោមនេះបងប្អូនចុចមកតបមកបងប្អូនអូសដល់រកពាក្យថា free up space បងប្អូន free up space កន្លែងនេះបងប្អូនឬក៏បងប្អូនអាចចំណាំជារូបទង់ប្រយ៉ាបងប្អូនតបមកបងប្អូនចុចលើវាមកតបមកបងប្អូនជ្រើសរើសពាក្យclear កន្លែងនេះបងប្អូនដើម្បីធ្វើឲ្យទំហំ TikTok របស់យើងនឹងកាន់តែធំហើយយើងមើលវីដេអូមើលអីទៅវាអត់ទាក់អញ្ចឹងបងប្អូនហើយនឹងវីដេអូដែលយើង download អីហ្នឹងគឺវា 4 MB របស់យើងអញ្ចឹងបងប្អូនដែលយើង post នៅក្នុង TikTok អញ្ចឹងយើងត្រូវការ clear វាពីចំណុចនេះបងប្អូនសញ្ញាព្រួយដែលខ្ញុំដាក់ហ្នឹងបងប្អូនចុច clear ទាំងពីរហ្នឹងមកបងប្អូនចុច clear ទី1ខាងលើអញ្ចឹងឃើញវា load មក0នេះបងប្អូនកន្លែងនេះហើយខ្ញុំចុចទី2ខាងក្រោមនេះបងប្អូនចុច clear មកអញ្ចឹងយើងរងចាំវាបន្តិចបងប្អូនវាកំពុងសម្អាតនឹងឥឡូវវាសម្អាតអញ្ចឹងបងប្អូនឃើញអត់ឥឡូវហ្នឹងគឺទំហំ TikTok របស់យើងគឺវាអត់សូវ 4 MB ធំទេអញ្ចឹងឥឡូវគឺវាទំហំនៅ memory របស់វាគឺធំជាងមុនអញ្ចឹងគឺយើងអាចលេងវាបែបមិនសូវទាក់អីអញ្ចឹងណាបងប្អូនក៏លេខមើលចំណុច GB ខាងលើនេះគឺវាបានថយចុះអញ្ចឹងមានន័យថាវាបានសម្អាតហើយ GB យើងវាបានថយចុះកន្លែងហ្នឹងអញ្ចឹងវាធ្វើឲ្យ TikTok របស់យើងហ្នឹងដើរ smooth ជាងមុនអញ្ចឹងបងប្អូន smooth ហ្នឹងមានន័យថាវាដើរបែបមិនទាក់អញ្ចឹងបងប្អូនអញ្ចឹងបន្ទាប់ពីបងប្អូនសម្អាតហើយបងប្អូនក៏លេខមកមើលសញ្ញាត្រី3ខាងក្រោមនេះនៃប៊ូតុងទូរស័ព្ទរបស់យើងដែលយើងចុចឲ្យវានេះបងប្អូនយើងចុចលើវាមកយើងចុចបែបនេះហើយយើងអូសវាចូលអស់បងប្អូនជ្រើសរើសពាក្យថា close all កន្លែងនេះបងប្អូនចុចវាអស់មកទៅមកវាអត់ទៅអស់ទេយើងអូសវាចូលអញ្ចឹងបងប្អូនអូសវាចូលអញ្ចឹងមកទៅមកយើងចូលទៅលេង TikTok បានធម្មតាអញ្ចឹងបងប្អូន